សួស្តីអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំផាអ្នកនរគ្នាអំពីមុខងារចាប់កាន់ទូរស័ព្ទភ្លឺអេក្រង់នៅលើទូរស័ព្ទដៃ Oppo A57 អញ្ចឹងគឺមុខងារនេះគឺវាមានពីរកន្លែងសម្រាប់ឲ្យអ្នកនរគ្នាទៅបើកទី1អ្នកនរគ្នាអាចចូលទៅក្នុង setting នៅក្នុង special feature ហើយមួយទៀតគឺនៅក្នុង lock screen and home screen អញ្ចឹងខ្ញុំបង្ហាញនៅលើ special feature មុនអញ្ចឹងអ្នកនរគ្នាគ្រាន់តែចូលទៅកាន់ setting ហើយអ្នកនរគ្នា scroll ទៅលើមើលពាក្យថា special feature នៅក្នុង setting របស់អ្នកនរគ្នាហើយចុចចូលទៅក្នុងហ្នឹងទៅបន្តមកទៀតអ្នកនរគ្នាធ្វើការអូសទៅខាងក្រោមដើម្បីរកមើលពាក្យ gesture and motion អញ្ចឹងហើយអ្នកនរគ្នាចុចចូលទៅ gesture and motion នៅខាងក្រោមហ្នឹងទៅហើយបន្ទាប់មកពេលដែលយើងចូលមកដល់ហើយគឺយើង scroll ទៅខាងក្រោមបន្ថែមទៀតបើតែយើងចូល scroll ទៅខាងក្រោមទៅរកមើលពាក្យថា right to wait អញ្ចឹងអ្នកនរគ្នាគ្រាន់តែធ្វើការបើកមុខងារហ្នឹងមកគឺយើងអាចដំណើរការមុខងារចាប់កាន់ទូរស័ព្ទភ្លឺអេក្រង់បានហើយគ្រាន់តែយើងបិទទូរស័ព្ទហើយយើងចាប់លើកវាឡើងលើមកវានឹងភ្លឺអេក្រង់ឬក៏យើងពេលខ្លះយើងកន្លោះវាតិចទៅមួយទៀតគឺនៅក្នុង home screen អញ្ចឹងសម្រាប់នៅក្នុង home screen គឺអត់ខុសគ្នាពីនៅក្នុងspecial feature ទេគ្រាន់តែវាចូលកន្លែងខុសគ្នាហើយមុខងារគឺបើកដូចគ្នាយើងចង់បើកនៅក្នុងកន្លែងណាក៏បានដែរអញ្ចឹងអ្នកនរគ្នាអាចចូលទៅកាន់ setting ដូចគ្នាហើយអ្នកនរគ្នាមកមើលកន្លែងពាក្យ home screen and lock screen វិញដើម្បីទៅបើកមុខងារហ្នឹងនៅក្នុងហ្នឹងម្ដងអញ្ចឹងគឺបន្ទាប់ពីយើងចុចចូលទៅក្នុង lock screen ហើយអ្នកនរគ្នា scroll ទៅខាងក្រោមទៅលើមើលពាក្យថា right to wait អញ្ចឹងគឺអ្នកនរគ្នាធ្វើការបើកមុខងារហ្នឹងដំណើរការទៅគឺអ្នកនរគ្នាអាចប្រើមុខងារចាប់កាន់ទូរស័ព្ទភ្លឺអេក្រង់បានហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងអ្នកនរគ្នាបើចូលចិត្តកុំភ្លេចចុច like comment subscribe ឲ្យផងហើយបើមានកន្លែងណាខុសឆ្គងក៏សូមអ្នកនរគ្នាអធិស្ឋានផងជម្រាបលាយើងនឹងជួបគ្នានៅវីដេអូក្រោយ